បាទសួស្តីនេះជាកម្មវិធីឆ្លើយសំណួរទឹកតការអាមេរិកសំណួរសួរថាស្រុកយើងកំពុងមានសង្គ្រាមបែបនេះតើអាចជំរុញឲ្យសំណុំរឿងធានាកូនកូនរបស់ខ្ញុំឆាប់បានលឿនជាងនេះបានទេដើម្បីបានមករស់នៅជួបជុំនៅអាមេរិកបាទសម្រាប់សំណួរមួយនេះក្រុមហ៊ុនយើងខ្ញុំបានទទួលពីមនុស្សជាច្រើនអ្នកគឺជាពិសេសបងប្អូនយើងរស់នៅសហរដ្ឋអាមេរិកដែលបានដាក់ពាក្យធានាកូនកូនមករស់នៅសហរដ្ឋអាមេរិកតែម្ដងបាទក្នុងសប្តាហ៍នេះគឺទទួលបានច្រើនមែនតើសំណួរដូចគ្នានឹងឯងបាទករណីម្ដាយឪពុកមានសញ្ជាតិធានាកូនកូនមករស់នៅសហរដ្ឋអាមេរិកប្រសិនបើកូននឹងមានគ្រួសារហើយសំណុំរឿងនឹងត្រូវរងចាំចន្លោះពី13ឆ្នាំទៅ14ឆ្នាំករណីម្ដាយឪពុកមានសញ្ជាតិធានាកូននៅលីវអាយុលើ21ឆ្នាំគឺរងចាំចន្លោះពី6ទៅ7ឆ្នាំពី6ទៅ7ឆ្នាំនឹងគាត់នៅលីវអាយុលើ21ឆ្នាំរីឯករណីឪពុកម្ដាយមានសញ្ជាតិធានាកូននៅលីវក្រោម21ឆ្នាំអានោះមិនគិតទេដោយសារវីសាហ្នឹងមិនកំណត់ទេមិនចាំបាច់រងចាំអីទេ approve ពេលណាដាក់ពាក្យស្នើសុំវីសាពេលហ្នឹងរីឯករណីម្ដាយឪពុកកាន់ green card ធានាកូនអាយុលើ21ឆ្នាំគឺរងចាំចន្លោះពី7ទៅ8ឆ្នាំចៅរបស់គាត់ដែលត្រូវជាកូនរបស់កូនអ្នកនៅស្រុកខ្មែរហ្នឹងអ្នកត្រូវបានធានាហ្នឹងក៏អាចមកជាមួយគ្នាបានដែរបើកូនហ្នឹងក្រោមអាយុ21ឆ្នាំរីឯករណីម្ដាយឪពុកកាន់ green card ធានាកូនក្រោមអាយុ21ឆ្នាំនៅលីវគឺរងចាំចន្លោះពី3ឆ្នាំទៅ4ឆ្នាំបាទរយៈពេលទាំងអស់ហ្នឹងគឺត្រូវបានកំណត់ហើយជាស្រេចដោយសារអីនេះគឺជាប្រភេទវីសាមានកំណត់នៅពេលដែលលោកអ្នកដាក់ពាក្យធានាហ្នឹងគឺការិយាល័យសេវាកម្មអន្តរប្រវេសន៍ឬសញ្ជាតិអាមេរិកដែលហៅកាត់ថា USCIS ហ្នឹងគេបានកំណត់នៅលើ receipt number នឹងហើយគេដាក់ថា priority date គឺថ្ងៃណាដែលលោកអ្នកអាចមានថ្ងៃចូលសម្ភាសន៍អញ្ចឹងប្រភេទវីសាមានកំណត់នេះសំណុំរឿងបែបនេះมันអាចជំរុញអ្វីបានទេលោកអ្នកត្រូវតែរងចាំតាមលំដាប់លំដោយដោយសារអីមិនមែនតែស្រុកខ្មែរយើងមួយទេពីព្រោះប្រជាពលរដ្ឋជាច្រើនរស់នៅសហរដ្ឋអាមេរិកក៏ដាក់ពាក្យធានាកូនចៅគេដូចគ្នាអញ្ចឹងងាកមកវិញក្រុមហ៊ុនឬមេធាវីមិនអាចជំរុញសំណុំរឿងបែបនេះបានទេសំណុំរឿងបែបនេះគឺដើរតាមលំដាប់លំដោយហើយយើងត្រូវរងចាំឆែកមើលកាលវិភាគរបស់ក្រសួងពេលណាមន្ត្រីស្ថានទូតទម្លាក់ថ្ងៃសម្ភាសរបស់យើងចុះគឺយើងមានថ្ងៃសម្ភាសហើយបើថាគេបន្តទម្លាក់ទេបន្តដល់វេនទេគឺបន្តរងចាំដោយធម្មតាបាទខ្ញុំចៅមនីកាមេរ៉ាសូមអរគុណចំពោះការតាមដានទស្សនាវីដេអូនេះលោកអ្នកអាចតាក់ទងមកកាន់ក្រុមហ៊ុនយើងខ្ញុំបានប្រសិនបើត្រូវការផ្នែកសេវាកម្មទិដ្ឋាការណាមួយបាទអរគុណបាទ